សូមគោរពនឹងជម្រាបសួរទស្សនិកជនជាទីគោរពនិងជាទីរាប់អានសូមស្វាគមន៍មកកាន់កម្មវិធីជជែកសារភាព with Miss Secret ជាមួយនឹងខ្ញុំ Miss Secret EP2 ចាហើយនេះគឺជា podcast វគ្គទី2របស់យើងសម្រាប់ podcast សារភាព with Miss Secret របស់ក្រុមការងារយើងចាហើយសប្តាហ៍នេះផងដែរភាគកិច្ចរបស់យើងចាគឺជាបងស្រីស្អាតប៉ុន្តែចង់ដឹងថាស្អាតដល់កម្រិតណាយើងនឹងមានវគ្គ surprise បើរបស់មុខនៅខាងចុងកម្មវិធីចាហើយយើងគឺជា podcast ដំបូងគេដែលនឹងនាំនៅសាច់រឿងពិតបទពិសោធន៍ពិតរបស់ភ្ញៀវកិត្តិយសមកចែករំលែកជាបទពិសោធន៍ជូនដល់ទស្សនិកជនក៏ដូចជាប្រិយមិត្តអ្នកស្ដាប់និងកំពុងទស្សនាវីដេអូនេះផងដែរចាអញ្ចឹងនាងខ្ញុំសូមចាជំរាបសួរបងចាហត់ទេបងមិញចាពេញមកអត់នៅថ្ងៃដែរចាអញ្ចឹងថ្ងៃនេះផងដែរបងស្រីចាដែលយើងសុំមិនតបង្ហាញឈ្មោះទេគាត់នឹងនាំនៅសាច់រឿងពិតរបស់គាត់មួយនៅក្នុងថ្ងៃនេះមកចែករំលែកដើម្បីជូនទស្សនិកជនថាតើសាច់រឿងពិតដែលគាត់ឆ្លងកាត់នៅក្នុងអតីតកាលជួបការជួចត់រឿងបរាជ័យចារឿងខកបំណងឬក៏រឿងដែលគាត់ដួលខ្លាំងហើយគាត់អាចក្រោកឡើងវិញមកបានហើយយើងចង់ដឹងថាក្នុងថ្ងៃមួយនោះគាត់អាចក្រោកឡើងមកវិញបានដោយសារតែកលឹះសំខាន់ឬក៏យុទ្ធសាស្ត្រអ្វីអញ្ចឹងបងស្រីគាត់នឹងមកចែករំលែកចាបងអញ្ចឹងដូចបងអូនបានជំរាបជូនបងពីខាងដើមចាអញ្ចឹងបងអូនចង់ឲ្យបងលើកយកសាច់រឿងណាមួយដែលបងគិតថាវាជារឿង challenge ឬក៏ពេលហ្នឹងគឺពិបាកមែនតើដែលបងគិតថាពិបាកមែនតើជាការឈឺចាប់មួយដែលបងមិនអាចបំភ្លេចបាននៅក្នុងជីវិតចានៅក្នុងជីវិតហើយបងអូនក៏ចង់ឲ្យបងចែករំលែកបន្ថែមផងដែរថាតើនៅពេលហ្នឹងបងអាចក្រោកឈរឡើងបានមកដល់ថ្ងៃនេះដោយសារកត្តាអ្វីចាអរគុណបងនិយាយទៅសំណួរនេះគឺចាក់ដោតខ្លាំងណាស់ព្រោះថាជាជីវិតអ្វីដែលយើងយកមកចែករំលែកនៅក្នុងកម្មវិធីថ្ងៃនេះគឺជាបទពិសោធន៍ជីវិតពិតប្រាកដតែម្ដងហើយបងនិយាយពីភាពបរាជ័យនៃជីវិតបងនិយាយទៅខ្ញុំជឿជាក់ថាមានរឿងជាច្រើនប៉ុន្តែគាត់អ្នកខ្លះគាត់អត់លើកយកមកនិយាយអ្នកខ្លះគាត់ក៏លើកយកមកនិយាយចឹងទៅចាហើយរឿងដែលបរាជ័យក៏ខ្ញុំអាចចាត់ទុកថាជារឿងមួយដែលឈឺចាប់ខ្លាំងជាងគេដោយដែលសំណួរបានសួរមិញនេះគឺជារឿងមួយនៅក្នុងជីវិតខ្ញុំគឺជាការបាត់បង់នៅកូនចាអូចាបងចាចឹងក្នុងនាមយ៉ាងជាម្ដាយចាការឈឺចាប់បំផុតនៅពេលយើងបាត់បង់កូនដែលជាសាច់ឈាមបង្កើតរបស់យើងនឹងវាសិតតែជាងដែរបើនិយាយទៅវាជាធ្ងន់ធ្ងរដែរសម្រាប់លោកស្រីចាអត់មានអ្នកណាចង់ជួបទេរឿងហ្នឹងគឺអត់ដែលមានអ្នកណាចង់ជួបហើយនៅពេលដែលជួបគឺយើងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនអ្វីដែលសំខាន់គឺផ្លូវចិត្តយើងតែម្ដងចាបើនិយាយត្រឡប់ទៅវិញតាំងពីឆ្នាំ2019ចាកាលពីឆ្នាំនិយាយទៅមនុស្សស្រីយើងនៅពេលដែលយើងធំមកដល់វ័យមួយដែលយើងត្រូវរៀបការមានដៃគូជីវិតមានក្រុមគ្រួសារអីអញ្ចឹងជំហានបន្ទាប់គឺយើងបង្កើតគ្រួសារឲ្យត្រូវចាគឺយើងមានកូនមានអីអញ្ចឹងហើយប៉ុន្តែនៅពេលដែលនៅក្នុងពេលហ្នឹងសម្រាប់ខ្ញុំពេលដែលទទួលតំណែងថាអូទងន់ចាសប្បាយចិត្តចាសប្បាយចិត្តទាំងគេទាំងយើងទាំងបងប្អូនប៉ាម៉ាក់ទាំងសងខាងនិយាយទៅសប្បាយចិត្តអបអរសាទរជាមួយនឹងយើងគ្រប់គ្នានិយាយចាគឺសឹងតែអត់មានអីយកមកពោះបានណាភាពសប្បាយចិត្តហ្នឹងហើយបន្ទាប់មកក៏មានការមើលថែខ្លួនឯងតាមការណែនាំរបស់ដុកទ័រពីមួយ step ទៅមួយ step អញ្ចឹងទៅចាប៉ុន្តែនៅពេលដែលដល់ពេលមួយដល់ថ្ងៃដែលដុកទ័រគាត់ណាត់ឲ្យទៅមើលចង្វាក់បេះដូងចាពេលនោះប្រហែលជា4ទៅ5អាទិត្យ5សប្តាហ៍ចាទៅដល់លេងស្រាប់តែយើងទទួលដំណឹងមួយដែលមិនរំពឹងទុកហើយក៏នឹកខ្មៅមកដល់ដំណឹងអញនិយាយបានថាជាដំណឹងដ៏សោកសៅបំផុតសម្រាប់គ្រួសារខ្ញុំនោះគឺកូនគាត់អត់មានចង្វាក់បេះដូងចាហ្នឹងហើយអញ្ចឹងយើងត្រូវបាត់បង់ការទម្ងន់លើកទី1រៀបការហើយមានកូនទម្ងន់លើកទី1ហើយយើងបរាជ័យតែម្ដងចាចឹងមកយើងមានកូនដំបូងគឺយើងត្រូវមកបាត់បង់គាត់តែម្ដងអញ្ចឹងលើកទី2គឺបងជោគជ័យដែរឬទេបងបន្ទាប់មកនិយាយទៅគឺពេលហ្នឹងប្រើពេលយូរដែរសម្រាប់ឲ្យយើងដូចថា recover ឡើងវិញទាំងរាងកាយទាំងចិត្តមិនថាមិនមែនតែខ្លួនយើងផ្ទាល់ទេនៅពេលដែលយើងជួបជាមួយនឹងបញ្ហាហ្នឹងគឺមនុស្សជុំវិញខ្លួនយើងទាំងអស់ហើយអញ្ចឹងរយៈពេល1ឆ្នាំក្រោយមកបានចាប់ផ្ដើមមានលើកទី2ក៏បរាជ័យទៀត
ចាអញ្ចឹងការលើកទី2ហ្នឹងក៏បរាជ័យដែរអញ្ចឹងគឺជន់លើជន់ណាការដែលយើងខកចិត្តហ្នឹងណា ចាអញ្ចឹងលើកទី2ក៏មិនទាន់ជោគជ័យដែរ ចាអត់ទាន់ជោគជ័យទេហើយក៏អអត់ហ៊ានរំពឹងអីដែរលែងមានសង្ឃឹមអីទេដែររហូតដល់លើកទី3បានយើងសម្រេចចិត្តថាយើងវាខ្លាចប៉ះពាល់ផ្លូវចិត្តបានយើងសម្រេចចិត្តទៅយើងទៅពិភាក្សាជាមួយនឹងខាងដុកទ័រយើងទៅខាងផ្លូវវិទ្យាសាស្ត្រវិញម្ដងចា ចាតមកទៀតនៅការសម្រេចចិត្តយកលើកទី3ហ្នឹងតើដំណើរការបែបម៉េចទៀតចាប្រសេសទៅលើកទី3ហ្នឹងគឺយើងងាកទៅរកវិធីសាស្ត្របែបវិទ្យាសាស្ត្រវិញម្ដងអញ្ចឹងបើនិយាយពីវិទ្យាសាស្ត្រសម្រាប់ខ្ញុំផ្ទាល់នេះអញនិយាយបានថាទី3ទី4ទី5ហើយនិងទី6អូអញ្ចឹងមកបងព្យាយាមដល់ទៅ6ដង6ដងហើយដូរពេទ្យជាច្រើននិយាយទៅតតែលើកទី6ចុងក្រោយនេះបានជោគជ័យអញ្ចឹងខ្ញុំអាចសួរបន្ថែមទៀតថារយៈពេល6ដងបងប្រើពេលប្រហែលជាប្រហែលឆ្នាំហើយតម្រាំតែបងសម្រេចនៅលើកចុងក្រោយហ្នឹង2019រហូតមកដល់2025អញនិយាយថា6ឆ្នាំចា5 6ឆ្នាំសឹងតានៅបើនិយាយទៅសឹងតា1ឆ្នាំប៉ះទឹកចិត្តម្ដងមួយឆ្នាំប៉ះទឹកចិត្តម្ដងចាហ្នឹងហើយតាបច្ចុប្បន្ននេះបងមាន baby ប្រហែលនេះអីបងឥឡូវនេះមានតែមួយតែបានមួយនឹងបានបង6ដងតែជោគជ័យបានមួយនឹងទេជោគជ័យបានមួយនឹងទេតែគ្រាន់ថាមួយនេះទំនតែបានគឺថាយើងប្រើរយៈពេលយូរច្រើនឆ្នាំមែនតើហើយបើសម្រាប់ខ្ញុំផ្ទាល់បើចែកម្លែកពីជីវិតខ្លួនឯងគឺក្នុងកំឡុងពេលដែលយើងព្យាយាមយក baby ហ្នឹងណារយៈពេល5ឆ្នាំ6ឆ្នាំហ្នឹងគឺអញនិយាយបានថាយើង give up ខ្លួនយើងតែម្ដងការងារក៏យើងអត់ហ៊ានទទួលមុខរបររកស៊ីក៏យើងអត់ហ៊ានដូចថាប្រឡូកពេញទីណាចាដោយសារតែយើងមានគេហៅថាឆន្ទៈមួយបញ្ញាចិត្តថាធ្វើយ៉ាងម៉េចហ្នឹងឲ្យបានចាធ្វើយ៉ាងម៉េចយកកូនឲ្យតតែបានដោយសារចិត្តស្រឡាញ់ចាក្នុងអំឡុងពេលដែលបងទទួលបានជោគជ័យនៅក្នុងការពោះពោះលើកទី6នេះតើបងមានបានឆ្លងកាត់នៅឧបសគ្គអំឡុងពេលដែលពោះពោះឬក៏ពេលដែលសម្រាលតែម្ដងមិននិយាយដល់ពោះពោះដល់សម្រាលវែងឆ្ងាយចានិយាយទៅមនុស្សស្រីយើងនិយាយទៅពិបាកណាញ៉ៃអត់បងចាមនុស្សស្រីពិបាកមែនហើយបើមិនឆ្លងកាត់គឺយើងអត់ដឹងទេអញ្ចឹងមិនគេហៅថាម្ដាយណាម្ដាយគឺបងអស់ហើយចាហ្នឹងហើយជីវិតបេះដូងបើនិយាយពីឧបសគ្គនៃការពោះពោះជោគជ័យលើកទី6នេះគឺមានតាំងពីត្រីមាសទី1រហូតដល់ពេលសម្រាប់តែម្ដងរយៈពេលដំបូងរយៈពេល3ខែដំបូងត្រីមាសទី1នេះដោយសារតែយើងធ្វើតាមវិទ្យាសាស្ត្រអញ្ចឹងតម្រូវឲ្យធ្នមខ្លួនមែនតើដើរអត់បានទេអញ្ចឹងដោយសារតែមានប្រវត្តិជាច្រើនដងមកហើយដែលបរាជ័យធ្វើឲ្យយើងខ្លាចធ្វើឲ្យខ្ញុំនឹងខ្លាចអញ្ចឹងត្រូវប្រយ័ត្នខ្លួនឯងហ្នឹងគុណនឹង2គុណនឹង3គុណនឹង5ដងទៀតអញ្ចឹងក៏ខ្លួនឯងហ្នឹងគឺថាសុខចិត្តអត់ទៅណាទេនៅលើក្រែរហូត73ខែ73ខែសម្រាប់លើក្រែពេទ្យហ្នឹង3ខែអត់ទេ3ខែហ្នឹងគឺនៅផ្ទះចានៅផ្ទះនៅក្នុងបន្ទប់ខ្លួនឯងហ្នឹងណានៅខាងលើអត់ហ៊ានចុះមកក្រោមទៀតអត់ហ៊ានចុះចដាលទេចានិយាយទៅគឺធ្នមកម្រើកខ្លួនតិចធ្វើម៉េចឲ្យទប់ឲ្យបានសិនឲ្យឆ្លងផុតត្រីមាសទី1ហ្នឹងសិនចាមកដល់ឆងចំណុចនេះខ្ញុំសូមកាត់ប្រសាសន៍បងស្រីចាពេលខ្លះយើងនិយាយថានៅក្នុងបន្ទប់រយៈពេល3ខែដែលអត់មានចេញក្រៅអាចទៅស្រុកជាអ្នកស្ដាប់គឺគាត់តែរឿងធម្មតាចាប៉ុន្តែអ្នកដែលគាត់បានឆ្លងកាត់បើដឹងថាពេលខ្លះយើងមិនដល់3ខែខ្ញុំជឿអ្នកទាំងនេះដោយសារខ្ញុំក៏ធ្លាប់ឆ្លងកាត់ការសម្រាប់ព្យាបាលនៅក្នុងបន្ទប់នេះរយៈពេល1សប្តាហ៍ពេញខ្ញុំគាត់ថាបើខ្ញុំនៅតែ3ថ្ងៃទៀតខ្ញុំមិនមែនមានផលប៉ះពាល់ដោយសារតែបញ្ហាសុខភាពរាងកាយទេហើយជាបញ្ហាផ្លូវចិត្តតែម្ដងចាអញ្ចឹងនៅពេលដែលយើងប្លុកខ្លួនឯងនៅក្នុងបន្ទប់ហើយរយៈពេលដល់តែ3ខែខ្ញុំគាត់ថាល្មមគឺធ្វើអត់បានទេចាធ្វើអត់បានទេនិយាយទៅពេលដែលនៅក្នុងរយៈពេល3ខែហ្នឹងអ្វីដែលធ្វើច្រើនជាងគេគឺសមាធិមានតែសមាធិហ្នឹងហើយដែលជួយឲ្យយើងដូចថាភ្លេចពេលវេលាហើយជួយឲ្យចិត្តយើងរៀងស្ងប់បញ្ហាផ្លូវចិត្តព្រោះបើសិនជាយើងនៅ3ខែហើយយើងនៅទាំង stress ទៀតណាក៏អត់បានដូចគ្នា3ខែហ្នឹងគឺត្រូវនៅទាំងអារម្មណ៍ថេស្រស់ថ្លារហូតចាសុបាយពេកក៏អត់បាន sad ពេកក៏អត់បាន stress មួម៉ៅក៏អត់បានដែរអញ្ចឹងទាំងនៅក្នុងបន្ទប់ទាំងថែរក្សាផ្លូវចិត្តខ្លួនឯងទៀតចាហើយកន្លែងហ្នឹងមួយក៏ចង់និយាយថាបើសម្រាប់ក្រុមគ្រួសារខ្ញុំវិញក៏គាត់ចូលរួមសហការបានយ៉ាងល្អមែនតើមិនថាទាំងខាងខ្ញុំទាំងសាច់ថ្លៃគ្រប់គ្នាគឺអត់ដែរយករឿងអ្វីដែលអវិជ្ជមានដែល
និយាយឲ្យយើងលឺប៉ះពាល់អារម្មណ៍យើងណាព្រោះពេលនោះនៅពេលដែលយើងមានទម្ងន់ហើយត្រូវការថែអាហូម៉ូនយើងហ្នឹងយើងអាចលឺសូរអីផ្ដេសផ្ដាស់បានទេអារម្មណ៍យើងវានឹងឡើងស៊ឺតចុះស៊ឺតឡើងអញ្ចឹងណាអញ្ចឹងពេលនោះគឺខ្ញុំអត់ដឹងអីទាំងអស់ខាងក្រៅអត់ដឹងថាអ្នកណាជួបរឿងអីអ្នកណាយ៉ាងម៉េចអីម៉េចហើយបើការរកស៊ីអីគឺថាចាក់សោមយើងដឹងលែងលឺតែម្ដងដឹងលែងលឺហ្មងព្រោះថាជាមនុស្សមួយដែលគេហៅថា sensitive ខ្លាំងនៅពេលដែលលឺអីអញ្ចឹងគឺចេះតែចង់ទៅធ្វើខ្លួនឯងទៅដោះស្រាយខ្លួនឯងតែនៅពេលដែលយើងនៅក្នុងស្ថានភាពមួយដែលយើងអាចធ្វើទៅបានគឺយើងមានតែប្រឡែងមិនទទួលដឹងលឺតែម្ដងចាបន្ទាប់មកចូលដល់ត្រីមាសទី2អាចដើរបានបន្តិចគឺពេលហ្នឹងគឺពេលហ្នឹងគឺធ្វើដំណើរទៅពេទ្យដើម្បីពិនិត្យពោះដល់ពេលដែលត្រូវពេទ្យណាត់ចាដើរបានមួយផ្លែតពេលហ្នឹងហោះទៅស្រុកក្រៅអីបានមួយផ្លែតហ្នឹងណាគឺមានសេចក្តីសុខមែនតើហើយក៏សម័យថាដូចជាអត់មានបញ្ហាអីទេព្រោះយើងឆ្លងកាត់ដំណាក់កាលទី1ហើយអញ្ចឹងចាប់ពីពេលនេះទៅខ្ញុំប្រហែលជាត្រូវទៅណាមកណាជាមួយនឹងពោះយើងមានបែបនារីមានផ្ទៃពោះអញ្ចឹងទៅចាពាក់ឈុតពុះធំអីអញ្ចឹងណាដើរទៅនេះទៅនោះថតរូបដើរលេងដើរអីអញ្ចឹងណាគឺសម័យឃើញអញ្ចឹងព្រោះ stress យូរហើយនៅក្នុងបន្ទប់3ខែមិនធម្មតាចាលេងស្រាប់ដល់ពេលទៅពិនិត្យបានដំណឹងមួយទៀតពេទ្យប្រាប់ថាដើរអត់បានទេណាព្រោះកំពុងតែប្រឈមនឹងការកើតមុនអាចនឹងកើតមុនកូនកំពុងតែគំរាមអាចនឹងកើតមុនចាតន់បងតន់ចាដល់អញ្ចឹងយើងហើយបើសួរពីមូលហេតុធម្មតានៅពេលដែលយើងជួបបញ្ហាអីមួយយើងតែងតែចង់ដឹងថាមិនអញ្ចឹងសួរពេទ្យមើលមកពីអីហេតុអីបានអញ្ចឹងណាចាប៉ុន្តែពេទ្យទាំងអស់ដែលពេលនោះគឺខ្ញុំជួបខ្ញុំសួរដូចគ្នាគឺអត់មានពេទ្យណាដែលគាត់មានចម្លើយច្បាស់លាស់ប្រាប់ទេគឺគាត់ទាំងអស់គឺគាត់អត់មានចម្លើយមកប៉ុន្តែចម្លើយតែដូចគ្នាគឺយើងមិនអាចមានចលនាខ្លាំងបានឬក៏ដើរបានចាពេលហ្នឹងពេទ្យក៏គាត់មានវិធីសាស្ត្រដើម្បីការពារដូចគ្នាជួយបានមួយកលៈដែរព្រោះឥឡូវនេះរៀងសម័យទំនើបដែរអញ្ចឹងបើសិនជាយើងដឹងមុនយើងអាសាទៅ check យើងអាចការពារបានច្រើនជាងយើងអត់ទៅពេទ្យអញ្ចឹងណាចាដល់បន្ទាប់មកចូលដល់នឹងឯងនិយាយទៅគឺត្រូវប្រយ័ត្នរហូតព្រោះបើសិនជាកូនកើតមុនខែគឺយើងទាំងអស់គ្នាដឹងហើយថានឹងកូននឹងត្រូវប្រឈមទៅនឹងអីខ្លះចាគឺគ្រោះថ្នាក់ខ្លាំងមែនទែនគាត់អាចនឹងបាត់បង់ជីវិតក៏ថាបានដែរអញ្ចឹងអ្វីដែលខ្ញុំធ្វើនៅពេលនោះគឺធ្វើយ៉ាងម៉េចពន្យាពេលឲ្យកូននៅក្នុងពោះបានយូរបំផុតតាមតែអាចធ្វើទៅបានចាអញ្ចឹងពេលហ្នឹងតើខាងដុកទ័រជំនាញគាត់ផ្ដល់នៅវិធីបែបណាដើម្បីឲ្យបងអាចរក្សាអូនរហូតដល់ថ្ងៃសម្រាប់បានចាពេលហ្នឹងខ្ញុំដើរទៅជួបគាត់ធម្មតាខ្ញុំដើរទៅជួបគាត់ចាខ្ញុំនិយាយថាចាចូលបន្ទប់ពេលហ្នឹងគឺចូលទៅជួបបន្ទប់ធម្មតាតែដល់ពេលចាបងអាចសម្រួលអារម្មណ៍ផ្សេងបានតែដល់ពេលដែលខ្ញុំចេញមកវិញគឺជាអតេះថ្ងៃដែលយើងចូលទៅហ្នឹងយើងជួបគាត់ហើយពេលពិនិត្យហើយគាត់គឺឈប់ឲ្យយើងមានចលនាពីត្រឹមហ្នឹងតែម្ដងចាពេលហ្នឹងគឺទៅហ្នឹងគឺទៅគ្រាន់តែមកមើលអេកូធម្មតាគឺដើរធម្មតាចូលទៅអញ្ចឹងហើយគិតថាពេលចេញមកវិញពេលហ្នឹងយើងទៅក្រៅប្រទេសពេលចេញមកវិញយើងទៅដើរលេងទៅអីអញ្ចឹងណាទៅទិញអីវ៉ាន់កូនទៅអីអញ្ចឹងដល់ពេលជាក់ស្ដែងចាប៉ុន្តែរយៈពេលដែលបងនៅលើរទេះឬក៏មិនអាចដើរហើរធ្វើចលនាបានហ្នឹងប្រហែលជារយៈពេលប្រហែលទៀតដែរបងអាចចូលថា3ខែជាងដែរ3ខែជាងទៅដែលយើងលែងមានអត់ឱកាសក្នុងការធ្វើចលនាឬក៏ដើរហើរទៅណាទៀតចឹងទៅអញ្ចឹងមិនន័យថាបន្ទាប់ពី challenging ក្នុងការនៅក្នុងបន្ទប់រយៈពេល3ខែហើយបងត្រូវបន្តនៅមួយកន្លែង3ខែទៀតអូចាមិនងាយស្រួលទេចាកន្លះឆ្នាំចាបើយើងគិតទៅកន្លះឆ្នាំដែលយើងអត់អាចទៅណីធ្វើអីបានហើយអ្វីដែលដូចថាជាមនុស្សម្នាក់ដែលចូលចិត្តមានគម្រោងរៀបចំធ្វើនេះធ្វើនោះអីអញ្ចឹងសម្រាប់កូនដំបូងហើយកូនដែលពិបាកមានទៀតហើយជាកូនស្រីទៀតនៅពេលដែលមានគាត់អញ្ចឹងចង់រៀបឲ្យបាន perfect ឲ្យបានល្អបំផុតប៉ុន្តែរៀបវាអត់បានសោះដោយសារយើងត្រូវជួបជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងចាទៅទិញអីវ៉ាន់កូន
រៀបចំបន្ទប់កូនអីគឺធ្វើអត់បានទេគឺនៅតែលើក្រែទិញឲ្យបានកូនក៏ទិញអនឡាញធ្វើអីក៏ដូចថាតាមការសម័យឃើញអញ្ចេះព្រោះយើងអត់បានទៅប៉ះផ្ទាល់ចាហ្នឹងមួយនៅកំឡុងពេលដែលចិត្តកើតពេលនោះគឺជាពេលដែលភ័យបំផុតទាំងខ្ញុំទាំងម៉ាក់អីហ្នឹងបើម៉ាក់ខ្ញុំឯងគឺគាត់នៅជាប់រហូតហើយធ្វើម្ហូបអត់ហ៊ានឲ្យខ្ញុំញ៉ាំម្ហូបខាងក្រៅទេដោយសារតែបារម្ភគ្រប់សពបែបយ៉ាងទាំងអស់ហ្មងណាហើយគាត់បើតិចកម្មអស់ញ៉ាំរាល់ថ្ងៃដែលព្រោះមានកម្លាំងឲ្យដើម្បីឲ្យកូនឡើងគីឡូគ្រប់គីឡូព្រោះយើងភ័យថាបើសិនជាគាត់កើតអត់គ្រប់អាទិត្យទេគីឡូគាត់អត់ខ្វះគឺគ្រោះថ្នាក់គាត់អញ្ចឹងម៉ាហ្នឹងបើតិចកម្មរហូតមកដល់ហើយនៅពេលដែលគេងចាំអាទិត្យហ្នឹងគឺរាប់ដៃព្រោះមួយអាទិត្យហើយ30ម៉ានហើយនិយាយមួយកូនរហូតកូននៅឲ្យបានគ្រប់30កាលហ្នឹងសុំឲ្យគាត់បានគ្រប់38អាទិត្យអញ្ចឹងណាគឺគ្រប់ចាប៉ុន្តែសំណាងដែរដោយសារកូនយើងសុខភាពល្អនៅពេលដែលទៅជួបពេទ្យថាកូនអត់មានបញ្ហាអីទាំងអស់លូតលាស់បានល្អគីឡូក៏គ្រប់ហើយគ្រប់ល្អទៀតអញ្ចឹងកន្លែងហ្នឹងអាចថាជាកម្លាំងចិត្តមួយដែរចាជាកម្លាំងចិត្តមួយដែរអញ្ចឹងពេទ្យនៅតែប្រាប់ថាធ្វើម៉េចព្យាយាមពីមួយថ្ងៃទៅមួយថ្ងៃធ្វើម៉េចឲ្យគាត់នៅទៀតនៅក្នុងពោះហ្នឹងឲ្យបានកាន់តែចាស់អាទិត្យអញ្ចឹងណាពេលហ្នឹងខែជាបើយើងគិតជាខែទីម៉ានទេបង36អាទិត្យ36ទឹកចូលខែទី8អីចឹងន័យថាបងមិនមែននៅមកកន្លែង3ខែចឹងដូចជាលើស3ខែទៀតហ៎អាចនិយាយបានថាហ្នឹងហើយលើសខ្ញុំចាំអត់បានតែដឹងថាអាចនិយាយថាសឹងមកពេលទងន់ហ្នឹងណាគឺទៅណាអត់បានហ្មងចាប់ពីពេលដឹងថាមានគាត់រហូតដល់សម្រាប់គាត់តែម្ដងបើយើងអត់អាចធ្វើសកម្មភាពអីទាំងអស់ចាបើនិយាយទៅជាងកន្លះឆ្នាំថា9ខែចឹងណាបងចា9ខែជាងពេលហ្នឹងឯងក៏ផ្ដាច់តំណងជាមួយនឹងមិត្តភ័ក្តិអីទាំងអស់ហ្មងមិត្តភ័ក្តិខ្លះក៏គាត់ឆ្ងល់ថាបាត់ទៅណាស្ងាត់ឈឹងការងារក៏អត់ទទួលហើយក៏មានការងារតាក់ទងមកច្រើនក៏អត់ទទួលអត់អីមិនថាអត់ចង់ទេប៉ុន្តែពេលហ្នឹងអាផ្លូវចិត្តយើងវាអត់តាន់រឹងមាំហ្នឹងហើយវាទាមទាររឿងជាច្រើនឲ្យយើងរៀបចំរឿងហ្នឹងឡើងវិញអញ្ចឹងណាចាចឹងបើសរុបទៅរឿងដែលបងឆ្លងកាត់បើយើងនិយាយថាជាការបាត់បង់បើនេះបងបាត់បង់កូនដល់ទៅ5ដងបើនិយាយពីការបាត់បង់អាចថាអត់ដល់5ដងឯព្រោះនៅពេលដែលធ្វើវិទ្យាសាស្ត្រហ្នឹងគឺអត់ជោគជ័យមិនន័យថាអត់បើនេះថា5ដងហ្នឹងគឺចាពេលវិទ្យាសាស្ត្រអត់ដែលមានហងតែពេលដែលធ្វើអត់ជោគជ័យផងចាតែនៅតែច្រើននៅតែយូរចាហ្នឹងហើយអញ្ចឹងដល់ទៅចុងក្រោយគឺលទ្ធផលចេញមកទាំងការយើងព្យាយាមទាំងការយកចិត្តទុកដាក់ពីក្រុមគ្រួសារពីបងប្អូនទាំងអស់មជ្ឈដ្ឋានជុំវិញខ្លួនទាំងអស់ហ្នឹងបូកផ្សំគ្នាធ្វើឲ្យកូនកើតមកគឺគ្រប់ខែហើយសុខភាពល្អទាំងអស់អត់មានចូលទូអត់មានចូលអីពេលកើតហ្នឹងគឺភ័យខ្លាចតាមមើលកូនតែកើតចេញមកគឺល្អសុខភាពល្អតែបើឆ្លងកាត់តាមអ្វីដែលខ្ញុំបានស្ដាប់បងចែករំលែកខ្ញុំមើលឃើញថាកត្តាគ្រួសារកត្តាមិត្តភ័ក្តិកត្តាមនុស្សជុំវិញខ្លួនបងគឺមាននឹងការផ្ដល់នៅកម្លាំងចិត្តឲ្យបងពេញលេញប៉ុន្តែខ្ញុំមើលឃើញថាអ្នកដែលផ្ដល់កម្លាំងចិត្តធំជាងគេបងគឺបងខ្លួនឯងគឺខ្ញុំឃើញថាបងមានផ្លូវចិត្តមួយដែលរឹងមាំហើយគឺបងបន្តផ្ដល់ឲ្យខ្លួនឯងរហូតពីព្រោះខ្ញុំជឿថាស្ថានភាពដែលបងបានលើកឡើងប្រសិនបើគ្រាន់តែកម្លាំងចិត្តពីមនុស្សជុំវិញខ្លួនណាខ្ញុំគិតថាមិនប្រកាសថាអាចក្រោកបានអាចធ្វើទៅបានទេពីព្រោះរឿងនេះវាធ្ងន់ធ្ងរដែរដូចខ្ញុំបានជំរាបប្រាប់បងពីខាងដើមហ្នឹងថាដោយសារខ្ញុំធ្លាប់ដែរខ្ញុំធ្លាប់មានបញ្ហាសុខភាពដែលគេតម្រូវខ្ញុំនៅមកកន្លែងរយៈពេល1សប្តាហ៍ហើយវាអត់ងាយស្រួលឬក៏អាចនិយាយមកថាជុំថាខ្ញុំចូលចិត្តជំរុញឲ្យមានសកម្មភាពច្រើនចឹងនៅពេលនៅសុកខ្ញុំទៅជានៅមកកន្លែងដល់ទៅ1សប្តាហ៍គឺវាទៅជាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាជឿ challenge ខ្លាំងសម្រាប់ខ្ញុំវិញប៉ុន្តែបងអាចធ្វើបានរហូតដល់រយៈពេល3ត្រីមាសចឹងខ្ញុំហ៊ាននិយាយថាកម្លាំងចិត្តពីខ្លួនបងផ្ទាល់គឺធំជាងអ្នកជំនាញខ្លួនបងទៀតតែបងអាចធ្វើនឹងបានអត់មានអីច្រើនទេតាមពិតដោយសារតែចិត្តយើងស្រឡាញ់កូននិយាយទៅបើអ្នកខ្លះគាត់ដូចថាស្ទាក់ស្ទើរមានក៏អត់មានក៏បានអត់ក៏បានអញ្ចឹងចាតែយើងចង់ប្រឹងឲ្យលទ្ធភាពចាគាត់អាច give up បានហើយព្រោះគិតមើល5ទៅ6ឆ្នាំដែលអត់បានធ្វើអីទាំងអស់បោះចោលការងារទាំងអស់បោះចោលខ្លួនឯងហ្មងណាដើម្បីរឿងហ្នឹងអញ្ចឹងញ៉ែហើយក៏សង្ឃឹមថាជាកម្លាំងចិត្តតែឲ្យ
ចាម៉ាក់ម៉ាក់ដតេទៀតចាម៉ាក់ដែលគាត់កំពុងតែមានបំណងចាចង់មាន baby ហើយគាត់មិនទាន់ទទួលបានជោគជ័យចាអញ្ចឹងក្រោយពីស្ដាប់បងស្រីក៏បានចែករំលែកមកឃើញថាអ្វីក៏ដោយក៏អាចទៅរួចដែរប្រសិនបើយើងមានការតាំងចិត្តហើយមានការព្យាយាមហើយផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងចាកុំចុះចាញ់ចាដល់ពេលមួយនឹងទទួលបានចាហើយមួយទៀតត្រង់ចំណុចកន្លែងនេះមនុស្សស្រីយើងវាមានអាយុកាលណាចាអ្នកខ្លះគាត់ដូចថាអញនិយាយថាអានេះចូលរឿង personal បន្តិចហើយពេលខ្លះគាត់អត់ទាន់មានពេលខ្លះគាត់ពជាពេលអញ្ចឹងណាអានេះគឺជារឿងមួយដែលខ្ញុំអាចជួយចែកផ្ដល់ជាយោបល់ថាគួរតែទៅប្រឹក្សាយោបល់ជាមួយនឹងពេទ្យដុកទ័រដែលគាត់មានបច្ចេកទេសច្បាស់លាស់ហ្នឹងឲ្យបានលឿនបំផុតបើសិនជាមានគម្រោងថាចង់យកកូនព្រោះថាមនុស្សស្រីយើងបើសិនជាកាន់តែអាយុច្រើនចាកាន់តែយើងមានកូនគឺយើងនឹងទទួលនៅគេហៅថាហានិភ័យខ្ពស់ទៅនឹងរឿងផ្សេងជាច្រើនចាចំណុចនេះយើងក៏អត់ចង់និយាយឲ្យវាស៊ីជម្រៅក៏ប៉ុន្តែយើងបានមើលឃើញពីផលលំបាកក៏ដូចជាហានិភ័យមួយចំនួនដែលយើងបានជួបប្រទះមកថានៅក្នុងជីវិតយើងផ្ទាល់ពីមនុស្សជុំវិញខ្លួនយើងក៏ដូចជាបណ្ដាញសង្គមដែលយើងតែងតែឃើញនៅពេលដែលគាត់អត់បានប្រឹក្សាច្បាស់លាស់ពីសុខភាពខ្លួនគាត់មុនពេលដែលគាត់មានហើយនៅពេលដែលគាត់ត្រៀមសម្រាលដោយថាអ្នកខ្លះគាត់ក៏មានបញ្ហាតាំងពីមុនពេលមានហើយខ្ញុំឃើញថាអ្នកខ្លះក៏គាត់មានបញ្ហាអំឡុងពេលមានហើយអ្នកខ្លះទៀតក៏មានបញ្ហានៅពេលដែលគាត់សម្រាលចាអញ្ចឹងជាសារខ្លីៗក្នុងនាមចាទាំងបងស្រីទាំងស្រាប់នាងខ្ញុំមានសេចក្ដីគាត់ជាសុភាពនារីចាសូមចូលរួមលើកទឹកចិត្តដល់បងនារីរបស់យើងចាទី1ក៏បោះបង់ការតស៊ូចាក៏បោះបង់ក្តីស្រមៃចាតែកុំភ្លេចតស៊ូជាមួយនឹងចាការត្រៀមខ្លួនបានឲ្យបានរួចរាល់នឹងបានល្អនិយាយទៅយើងកាលណាយើងត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនតែកាលណាយើងស្រឡាញ់ខ្លួនឯងឲ្យច្រើនយើងចាប់ផ្ដើមគិតពីសុខភាពខ្លួនយើងហើយអញ្ចឹងនៅពេលដែលយើងចង់បានអីគឺយើងចាប់ផ្ដើមពិភាក្សារកវិធីសាស្ត្រទៅតាមនឹង step by step ហើយចុងក្រោយកុំដាក់សម្ពាធទៅលើខ្លួនឯងពេកចាអញ្ចឹងបងដូចជាមិនតាន់អស់ទេចាអញ្ចឹងខ្ញុំនៅមានជាសំណួរចុងក្រោយមួយទៀតទស្សនិកជនជាទីគោរពនិងជាទីរាប់អានចាពីនេះខ្ញុំមានសេចក្ដីក៏នៅមានជាសំណួរដែលបាញ់មិញនេះខ្ញុំជឿជាក់ថាទស្សនិកជនក៏ដូចជាប្រិយមិត្តបានស្ដាប់ពីរឿងរ៉ាវក្នុងអតីតកាលដែលបងស្រីក៏បានឆ្លងកាត់រួចមកហើយឥឡូវនេះគាត់កំពុងតែនៅមុខនឹងខ្ញុំជាមួយនឹងចាស្ថានភាពដែលរឹងមាំមែនតើក៏ប៉ុន្តែខ្ញុំជឿជាក់ថាមិនថាក្នុងអតីតកាលឬក៏បច្ចុប្បន្នកាលយើងក៏តែនៅតែជួបចឹងចាមិនអាចថាអតីតកាលជួបរឿងដែលខុសជួបរឿងបរាជ័យជួបមកដួលហើយមកដល់បច្ចុប្បន្នយើងអាចឆ្លងគ្រាន់តែថាពេលដែលយើងកាន់តែជួបបើយើងរៀនដល់យើងកាន់តែដោះស្រាយលំហាត់បានកាន់តែជ្រៅយើងឡើងថ្នាក់បានកាន់តែខ្ពស់ចឹងចាអញ្ចឹងខ្ញុំចង់ជំរាបសួរបងបន្ថែមទៀតដែរថាអមាញ់មិញគឺយើងនិយាយពី challenge នៅក្នុងអតីតកាលហើយក៏យើងបានចែករំលែកថាហេតុអីយើងអាចឆ្លងវាមកផុតដូចគ្នាចាប៉ុន្តែឥឡូវនេះខ្ញុំក៏ចង់ដឹងថាតើថ្មីហ្នឹងបងមានបានជួបរឿង challenge អីថ្មីផ្សេងទៀតដែលយើងអាចរាប់ថាជារឿងឈឺចាប់រឿងបរាជ័យរឿងខកចិត្តចាអាចថាថ្មីហើយបងអាចទទួលភាពជោគជ័យក៏ដូចជាអាចក្រោកមកវិញបានណាដោយវិធីណាចាមិនយើងនិយាយដិតហើយឥឡូវយើងឆ្លងភពមកចូលនិយាយពីសាច់រឿងក្នុងបច្ចុប្បន្នកាលវិញចាបើនិយាយទៅបើនិយាយពីរឿងអតីតដែលចែកម្លែកមិញនេះគឺវាថ្មីវាអាចទៅតែមួយឆ្នាំជាងកូនទៅបាន2ឆ្នាំទេចាតែថាមិនឆ្លងភពទេឆ្លងសម័យកាលតែ2ឆ្នាំក្រោយមកចាបើមកដល់ពេលបច្ចុប្បន្ននេះអ្វីដែលកំពុងតែជួបជីវិតកំពុងតែជួបអញនិយាយបានថាជាបញ្ហាអត់អាហ្នឹងក៏អត់ដឹងដែរដូចថាមានរឿងជាច្រើនដែលអត់ដែរ expect អត់ដែរគិតថាជីវិតយើងនឹងជួបនៅពេលដែលយើងខ្លាយទៅជាម្ដាយចាអត់ដែរគិតថាខ្លួនឯងធ្វើបានរឿងច្រើនដូចពេលបច្ចុប្បន្នហ្នឹងដូចពីមុនជាមនុស្សម្នាក់ដែលយើងធ្វើការណាចាផឹកចាញ់បាត់ងាយចូលវិញចាធ្វើការច្រើនproject នេះ project នោះហើយនៅម្នាក់ឯងនៅក្រៅប្រទេសទៀតអត់ដែរគិតថានិយាយទៅអត់ដែរសម័យមកដល់រាល់ថ្ងៃហ្នឹងអញ្ចឹងនៅពេលដែលជីវិតឥឡូវនេះគឺវាប្រៀបដូចជាការបើកទំព័រជីវិតមួយទៀតคล้ายទៅជាម្ដាយពេញលក្ខណៈហើយមើលកូនខ្លួនឯងហើយត្រឡប់ចូលមកចាប់ផ្ដើមជីវកម្មឡើងវិញនេះគឺជាអ្វីកំពុងតែជួបចារៀងច្បុកច្បល់បន្តិចកំពុងតែរៀបចំឲ្យតាមរបៀបណាចាព្រោះយើងចំកូនអញ្ចឹងមកថាមិនមែនជាពិបាកខ្លាំងជីវិតទេប៉ុន្តែក៏មិនងាយស្រួលប្រហែលដែរចាចំកូនឲ្យធំវាស្រួលតែចំកូនឲ្យមានគុណភាពវាអាចថា
challenge ដែរ ចាហើយមួយទៀតកូនសម័យនេះវាអត់ដូចសម័យយើងទេខុសគ្នាការចិញ្ចឹមកូនសម័យនេះគឺយើងត្រូវមានការយកចិត្តទុកដាក់ខ្ពស់មែនតើព្រោះអញនិយាយបានថាសម័យបច្ចេកវិទ្យាថ្មីងាយស្រួលជាងមុនក៏ថាបានប៉ុន្តែវាក៏ជាអាវុធមុខពីរដូចគ្នាបើយើងចិញ្ចឹមមិនស្រួលគឺអាចគ្រោះថ្នាក់ចាអញ្ចឹងមកដល់បច្ចុប្បន្ននេះគឺបានអ្នកបងកំពុងតែត្រៀមខ្លួនត្រឡប់ចូលទៅគេហៅថារបៀបរបបនៃជីវិតការប្រើប្រាស់ជីវិតមានព្រឹកថ្ងៃល្ងាចដូចដើមជីវិតលែងគេថាលែងនៅមួយកន្លែងឯងចាប់ផ្ដើមចេញក្រៅចាប់ផ្ដើមប្រកបអាជីវកម្មមកវិញចាប់ផ្ដើមចេញទៅមានតំណែងនៅក្នុងសង្គមឡើងវិញក៏ដូចជាការខ្លាចខ្លួនជាអ្នកម៉ាក់ថ្មីថ្មោងផងដែរចាអាចនិយាយមិនថាជីវិតគ្រួសារមិនថ្មីថ្មោងទេប៉ុន្តែខ្លាចជាអ្នកម៉ាក់ថ្មីទំនួលខុសត្រូវគឺច្រើនជាងមុនច្រើនជាងមុនហើយក៏មិនដឹងថាអ្វីដែលកំពុងតែធ្វើនេះថ្ងៃទៅមុខទៀតនឹងទៅជាយ៉ាងណានិយាយទៅយើងអត់អាចដឹងថាថ្ងៃស្អែកមានរឿងអីកើតឡើងទេប៉ុន្តែនឹងព្យាយាមធ្វើថ្ងៃហ្នឹងឲ្យល្អបំផុតទស្សនិកជនជាទីគោរពនិងជាទីមេត្រីក៏ដូចជាប្រិយមិត្តអ្នកស្ដាប់ podcast សារភាពវិទ្យាសេរីរបស់ខ្ញុំចានៅពេលនេះគឺសំណួរដែលនាងខ្ញុំបានសាកសួរទៅកាន់បងស្រីទាំងក្នុងអតីតកាលក៏ដូចជាបច្ចុប្បន្នកាលតាក់ទងជាមួយនឹងរឿងរ៉ាវដែលគាត់គិតថាជាងដែលគាត់ត្រូវប្រឈមចាឬក៏ជារឿងដែល challenging នៅក្នុងជីវិតចាគឺបងបានជំរាបជូនហើយវគ្គបន្តយើងនឹងចាមក surprise បើរបងមុខនឹងមានជាសេចក្តីបញ្ចប់ចាពេលនេះសូមអនុញ្ញាតសម្រាប់មក plate ចាចាសូមស្វាគមន៍ទស្សនិកជនជាទីមេត្រីនិងជាទីរាប់អានចាស្វាគមន៍ផ្សេងថ្មីម្ដងទៀតមកកាន់កម្មវិធីជជែកសារភាព with Miss Secret EP 2នៅក្នុងវគ្គទី2ដែលជាវគ្គបើករបាំងមុខនៃភ្ញៀវកិត្តិយសរបស់យើងចាហើយវគ្គនេះដែរផងដែរនាងខ្ញុំសូមប្រកល់ទូនាទីក៏ដូចជាវេទិកានេះទៅកាន់ភ្ញៀវកិត្តិយសរបស់យើងដើម្បីធ្វើការណែនាំខ្លួនជូនទស្សនិកជនចាជំរាបសួរបងប្អូនទាំងអស់គ្នាចានាងខ្ញុំសមន្តាដែលសប្តាហ៍ថ្ងៃនេះគឺជាតួនាទីម្ដាយថ្មីថ្មោងហើយក៏ជាអ្នកប្រកបអាជីវកម្មមួយនៅក្នុងប្រទេសយើងផងដែរចាបើចង់ដឹងថាខ្ញុំធ្វើអីអាច follow TikTok បានចាជួយប្រម៉ូទ TikTok ទៀតចាអញ្ចឹងទស្សនិកជនទីមត្រីនឹងជាទីគ្រប់រាប់អានចាអញ្ចឹងវគ្គនេះផងដែរភ្ញៀវកិត្តិយសរបស់យើងបានផ្ដល់កិត្តិយសបើករបាំងមុខចាអញ្ចឹងវគ្គនេះគឺពិសេសមែនតើគឺជាវគ្គបើករបាំងមុខរបស់ភ្ញៀវកិត្តិយសរបស់យើងហើយពេលនេះទស្សនិកជនគឺបានឃើញច្បាស់ហើយចាបងស្រីសមន្តាខ្ញុំជឿជាក់ថាសម្រាប់យុវជនយុវតីនៅចំនួនឆ្នាំ2005 2006 2007ចានៅពេលនោះគឺល្បីមែនតើចាកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ My TV ចាព្រោះពេលនោះកម្មវិធីយុវវ័យដំបូងគេគឺប៉ុស្តិ៍ My TV ហើយសូម្បីតែរូបខ្ញុំផ្ទាល់ក៏ចាប់ផ្ដើមស្គាល់បងស្រីសមន្តានៅក្នុងកម្មវិធី VJ របស់គាត់ផងដែរហើយតែពេលនេះផងដែរបើនិយាយមកមានអារម្មណ៍ឆ្នាំនេះបងដូចជា10ជាងឆ្នាំហើយបើនិយាយទៅមានអារម្មណ៍ថាខ្លួនឯងហ្នឹងគឺចាស់ខ្លាំងមែនតើចាតែទស្សនិកជនឃើញចាស់អត់មានអារម្មណ៍ថាចាខ្ញុំចាស់ជាងគាត់ប៉ុន្តែអត់ទេនេះគឺជារឿងដែលយើងត្រូវទទួលស្គាល់ណជីវិតយើងមានតែការដំណើរទៅមុខអញ្ចឹងណាយើងជួបបងស្អាតចាអរគុណច្រើនចាអញ្ចឹងទស្សនិកជនជាទីមេត្រីចាឥឡូវនេះគឺបានឃើញពីមុខពិតសម្លេងពិតដ៏ស្រស់ស្អាតរបស់ភ្ញៀវកិត្តិយសរបស់យើងនៅក្នុងសប្តាហ៍នេះហើយចាហើយវគ្គបញ្ចប់នៃកម្មវិធីចាយើងក៏មានជាឱកាសជូនទៅបងស្រីដើម្បីឆ្លៀតយកវេទិកានេះចាធ្វើការអរគុណក៏ដូចជាសុំទោសទៅកាន់អ្នកដែលគាត់ចង់ចាធ្វើការអរគុណនិងសុំទោសនៅក្នុងថ្ងៃនេះចាតាមរយៈកម្មវិធីនេះដែរគឺពីមុនមុនហ្នឹងគឺបានចែករំលែកពីបទពិសោធន៍ជីវិតផ្ទាល់ឲ្យពិតតែម្ដងដែលជីវិតខ្ញុំបានឆ្លងកាត់ហើយឆ្លៀតនៅក្នុងឱកាសនេះក៏សូមអរគុណទៅដល់មនុស្សមួយចំនួនគឺសិតតែជាមនុស្សពិសេសទី1ហ្នឹងគឺអរគុណខ្លួនឯងផ្ទាល់តែម្ដងចាគឺថាអរគុណខ្លួនឯងដែលខំប្រឹងពុះពៀតស៊ូគ្រប់ឧបសគ្គដើម្បីទទួលបានលទ្ធផលឲ្យបានដូចនៅរាល់ថ្ងៃនេះចាអាចនិយាយបានថាយើងកុំប្រើពាក្យថាជោគជ័យព្រោះថាជោគជ័យវាអត់មានអីវាស់បានទេអញ្ចឹងអ្វីដែលយើងខំប្រឹងប៉ុណ្ណាយើងទទួលបានលទ្ធផលប៉ុណ្ណឹងគឺយើងទទួលយកទៅចាហើយមួយទៀតក៏សូមអរគុណទៅដល់ស្វាមីនាងខ្ញុំក៏ដូចជាក្រុមគ្រួសារទាំងអស់ប៉ាម៉ាក់ទាំងសងខាងបងប្អូនទាំងអស់សាច់បង្កើតសាច់ថ្លៃពួកគាត់គឺជាកម្លាំងចិត្តហើយនិងកម្លាំងកាយដ៏សំខាន់ដែលជំរុញឲ្យ
មានលទ្ធផលរាល់ថ្ងៃនេះបើសិនជាអត់ពួកគាត់ទាំងអស់អត់កម្លាំងកាយអត់កម្លាំងចិត្តនាងខ្ញុំជឿជាក់ថានាងខ្ញុំក៏អាចនឹង give up ទៅតាមផ្លូវមួយណាជាក់ជាមិនខានចាហើយមួយវិញទៀតដែលបានតែងនិយាយហើយនឹងរំលឹកទៅដល់បងប្អូនទាំងអស់គ្នាគឺឲ្យចេះស្រឡាញ់ខ្លួនឯងឲ្យចេះអរគុណខ្លួនឯងដឹងគុណខ្លួនឯងព្រោះថាគឺមានតែខ្លួនយើងនឹងហើយដែលជាអ្នកដែលផ្ដល់កម្លាំងចិត្តឲ្យយើងខ្លាំងជាងគេនៅជាមួយយើងច្រើនជាងគេចា៎ហើយអញ្ចឹងដូចជាខ្លួនខ្ញុំផ្ទាល់បទពិសោធន៍ក្នុងការមានកូននេះគឺបើសិនជាខ្លួនឯងអត់មានកម្លាំងចិត្តជំរុញឲ្យខ្លួនឯងតស៊ូទៀតទេគឺខ្ញុំនឹងទទួលបាននៅលទ្ធផលមួយទៀតដែលពេលនោះគឺដុកទ័រគាត់ប្រាប់ថាបើសិនជានៅយូរជាងនឹងមួយអាទិត្យទៀតគឺខ្ញុំអាចនឹងប្រឈមទៅនឹងការដើរនៅលើក្រែជាងនឹងចាគឺអាចនឹងប្រឈមទៅនឹងការដើរលេងបានដោយសារតែតសៃសាច់ដុំយើងនឹងវាខ្សោយចុះខ្សោយយើងអត់បានដើរច្រើនខែអញ្ចឹងបើសិនជាពេលដែលទទួលដំណឹងនោះបើសិនជាចិត្តយើងអត់រឹងមាំទេទុនខ្សោយទេគឺយើងនឹងបាក់តែម្ដងចាក្រៅពីការអរគុណខ្លួនឯងអរគុណក្រុមគ្រួសារហើយក៏មិនភ្លេចនៅការសុំទោសខ្លួនឯងដូចគ្នាសុំទោសនៅការដែលយើងដាក់សម្ពាធមកលើខ្លួនឯងពេលខ្លះដោយសារតែចិត្តចង់បាន pressure ភ្លេចគិតខ្លួនឯងបង្ខំខ្លួនឯងធ្វើឲ្យខ្លួនយើងមានសម្ពាធកាន់តែខ្លាំងអាហ្នឹងក៏ជាមួយដែលយើងត្រឡប់មកឡើងវិញខ្លួនឯងតានតឹងខ្លាំងពេកហើយក៏សុំទោសទៅដល់ក្រុមគ្រួសារដូចគ្នាដែលនៅក្នុងរយៈពេលវាមិនតិចទេដល់ទៅ5-6 ឆ្នាំអញ្ចឹងខ្ញុំជឿជាក់ថាអ្នកនៅជុំវិញខ្លួនខ្ញុំគឺប្រកាសជាជួបជាមួយនឹងរឿងបញ្ហាជាច្រើនប៉ុន្តែក៏សុំទោសដែរអត់អាចទៅជួយអីគាត់បានចាអត់អាចដូចថាយើងអត់អាចមានវត្តមាននៅពេលហ្នឹងដើម្បីទៅជួយនៅរឿងអីមួយចាអីបងអាចសម្រួលអារម្មណ៍បានខ្ញុំយល់ពីទឹកចិត្តនៅពេលដែលយើងខ្លួនឯងកំពុងតែត្រូវបានមកជុំវិញខ្លួនមកក្រុមធំមើលថែយើងទទួលបានការមើលថែហើយតែយើងអត់បានជាចំណុចអីមួយដើម្បីទៅជួយគាត់អញ្ចឹងធ្វើយើងមានអារម្មណ៍ថា guilty មានការល្អិះចិត្តតែខ្ញុំជឿចិត្តថាទាំងអស់ហ្នឹងគឺជាការពេញចិត្តរបស់គាត់ដែលបានធ្វើជូនបងនេះចាទោះជាយ៉ាងណាចុងក្រោយក៏យើងទទួលបានលទ្ធផលមួយដែលគ្រប់គ្នាអូខេ satisfy អញ្ចឹងណាចាពេញចិត្តនៅលទ្ធផលចុងក្រោយចាអញ្ចឹងទស្សនិកជនជាទីមេត្រីនិងជាទីគោរពអានចាកម្មវិធី podcast with Miss Secret របស់យើងចាគណៈពេលនេះដែរក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សង្ឃឹមនឹងជឿជាក់យ៉ាងមុតមាំថាប្រធានបទរបស់យើងនៅថ្ងៃនេះដែលចែករំលែកដោយបងស្រីសាមេនតាអាចជាចំណែកក៏ដូចជាអាចជាការចែករំលែកមួយចាជាចំណេះដឹងជាបទពិសោធន៍ជាកម្លាំងចិត្តហើយក៏ជាគន្លឹះដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាជាពិសេសគឺបងប្អូនសុភាពនារីចាកាន់តែមានភាពរឹងមាំស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងហើយអាចយកឈ្នះគ្រប់ឧបសគ្គទាំងអស់ដែលមាននៅក្នុងជីវិតចាដោយគាត់បានលើកឡើងពីខាងដើមមិនថាក្នុងអតីតកាលមិនថាក្នុងបច្ចុប្បន្នកាលគឺយើងមិនអាចជៀសផុតពីការជួបនៅបញ្ហាលំបាកនៅក្នុងជីវិតបានទេចាហើយចង់ផ្ដល់ជាកម្លាំងចិត្តផងដែរកុំនៅពេលដែលយើងជួបបញ្ហាកុំព្យាយាមគិតថាហេតុអីបានយើងជួបរឿងហ្នឹងហេតុអីបានយើងពិបាកចេះពិបាកចុះគឺនៅមានរឿងជាច្រើនមានអ្នកជាច្រើនដែលជួបបញ្ហាហើយខ្ញុំក៏ជឿជាក់ថាមានអ្នកដែលជួបបញ្ហាពិបាកច្រើនជាងខ្ញុំទៀតចាគ្រាន់តែពេលខ្លះគាត់យើងអត់ដឹងយើងអត់ដឹងយើងបានឮចាតែយើងនឹងបានឮចាប់ពីពេលហ្នឹងទៅតាមរយៈ podcast សារភាពរបស់យើងចាដែលគាត់នឹងមកសារភាពពីរឿងរ៉ាវរបស់គាត់ជូនទស្សនិកជនដើម្បីទទួលបាននៅចាចំណៃផ្លូវចិត្តថ្មីមួយទៀតចាសូមអរគុណសូមជម្រាបលាជួបគ្នានៅសប្តាហ៍ក្រោយ